ខ្លាចវាមកបន្លាយខ្ញុំមិនចង់ជួបទៀតទេជួបហើយគឺមិនចង់ជួបទៀតវាមានសម្ពាធជឿចាប់កាន់ឡើងទ្វេតែនរណាជួយដោះស្រាយខ្ញុំបាននៅក្នុងពេលនេះធ្វើឲ្យខ្ញុំនេះបាត់ជឿចាប់ព្រួយពេល